កាលពីយូរយារណាស់មកហើយនៅក្នុងពណ៌បៃតងព្រៃឈើបាពូមានភូមិសន្តិភាពប្រជាជនរស់នៅដោយសុខដុមជាមួយធម្មជាតិគេបានបរបាញ់សត្វចាប់ត្រីនិងថែរក្សាដីតែមានរឿងមួយដែលពួកគេមិនដែលឃើញទេបក្សីដែលមានរោមវែកមិនភ្លឺថ្ងៃមួយអ្នកប្រមាញ់វ័យក្មេងម្នាក់ឈ្មោះម៉ារីបានចូលទៅក្នុងព្រៃជ្រៅកំពុងស្វែងរកអាហារសម្រាប់គ្រួសាររបស់គាត់ដូចដែលគាត់បានដើរស្ងាត់គាត់បានឮសំឡេងដ៏ស្រទន់មួយវាដូចជាតន្ត្រីនៅលើអាកាសម៉ារីធ្វើតាមសំឡេងគាត់បានរុញកាត់ដើមឈើគួរហើយភ្លាមនោះគាត់បានឃើញវាបក្សីដ៏ស្រស់ស្អាតមួយកំពុងរាំក្រោមពន្លឺថ្ងៃរោមរបស់វាមានក្រហមនិងបៃតងពួកគេបានភ្លឺដូចភ្លើងបក្សីហើរជុំវិញដូច្នេះដំបូងវាមើលទៅដូចជាវិញ្ញាណពីលើមេឃម៉ារីក៏មិនដែលឃើញបែបនេះទេពេលត្រឡប់មកភូមិវិញគាត់បានប្រាប់អ្នករាល់គ្នាអំពីរឿងនេះបក្សីវេទមន្តអ្នកចាស់ទុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបុរសចំណាស់ម្នាក់បាននិយាយថានោះគឺកណ្ដាលវ៉ាស៊ីជាបក្សីនៃឋានសួគ៌វានាំមកនៅសារពីឋានសួគ៌ចាប់ពីថ្ងៃនោះមកអ្នកភូមិចាប់ដើមហៅបក្សីគេជឿថាវាជាអំណោយពីព្រះដែលជានិមិត្តរូបនៃសន្តិភាពនិងភាពស្រស់ស្អាតអ្នកភូមិសន្យាថានឹងមិនបរបាញ់បក្សីឋានសួគ៌ឡើយទៅវិញពួកគេបានការពារព្រៃឈើដើម្បីឲ្យបក្សីអាចរស់នៅដោយសេរីហើយសូម្បីតែសពថ្ងៃនេះនៅក្នុងព្រៃនៃខេត្តភូកណ្ដាលវ៉ាស៊ីរាំតាមដើមឈើរំលឹកមនុស្សឲ្យរស់នៅដោយសុខដុមជាមួយធម្មជាតិ